នារីម្នាក់នោះភ័យរន្ធត់នៅពេលឃើញអ្នកបម្រើកំពុងកាយធំរាមរកស្រោមអនាម័យដែលឪពុកនាងប្រើរួចយកទៅមន្ទីរពេទ្យដើម្បីធ្វើឲ្យខ្លួនឯងមានផ្ទៃពោះជាមួយសេដ្ឋីជាឪពុកនាងដើម្បីដណ្ដើមទ្រព្យសម្បត្តិគ្រួសារប៉ុន្តែនាងមិនបានចូលទៅពកអាក្រែភ្លាមទេតែបែរជាទៅរកបុរសម្នាក់ដែលមានជំងឺអេដស៍ហើយចំណាយលុយយ៉ាងច្រើនទិញស្រោមអនាម័យដែលគេប្រើរួចបន្ទាប់មកនាងក៏ទៅកាន់មន្ទីរពេទ្យដែលអ្នកបម្រើកំពុងធ្វើការវះកាត់ហើយសូកលុយគ្រូពេទ្យដើម្បីបដូរស្រោមអនាម័យទាំងពីរនោះតាមពិតទៅនារីម្នាក់នេះគឺជាអ្នកដែលកើតជាតិថ្មីកាលពីជាតិមុនដោយសារតែរឿងមួយនេះឪពុកនាងត្រូវជាប់គុកពីបទរំលោភសេពសន្ធវៈចំណែកម្ដាយទទួលយកការពិតមិនបានក៏លោតទឹកសម្លាប់ខ្លួនឯនាងវិញនៅពេលកំពុងបើកឡានដើម្បីរកភស្តុតាងលាងជម្រះឈ្មោះឲ្យពុកក៏ត្រូវប្អូនប្រុសអ្នកបម្រើបើកឡានដេញបុកបណ្ដាលឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចុងក្រោយនាងក៏បានស្លាប់នៅក្នុងឡានដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅនឹកស្មានមិនដល់ថាមួយប៉បភ្នែកនាងក៏បានខៃដែលអ្នកបម្រើលួចស្រោមអនាម័យឪពុកនាងឈរមើលពីចម្ងាយសម្លឹងមើលទៅប្អូនប្រុសរបស់អ្នកបម្រើពេលដឹងថាការវះកាត់បានសម្រេចគេសប្បាយចិត្តយ៉ាងខ្លាំងស្ទុះទៅអបគ្រូពេទ្យតែពួកគេមិនដឹងទេថានេះគឺជាការចាប់ផ្ដើមនៃសុបិនអាក្រក់របស់ពួកគេទេបងស្រីសម្រេចហើយហេល្អណាស់ល្អណាស់ឥឡូវនេះយើងជប់ធ្វើការឲ្យគេទៅខ្ញុំប្រកាសជាបង្កើតកូនមួយនេះឲ្យបានល្អពួកយើងនឹងក្លាយជាអ្នកមានស្ដុកស្ដំហើយបន្ទាប់មកអ្នកបម្រើក៏នាំប្អូនប្រុសមកផ្ទះនារីនោះដើម្បីសុំឈប់ម្ដាយរបស់នាងយល់ឃើញថាអ្នកបម្រើជាសាច់ញាតិក៏ព្យាយាមខាត់មិនឲ្យឈប់តែនឹកស្មានមិនដល់ថាអ្នកបម្រើបែរជានិយាយមួយបង្កាច់ទៅវិញឲ្យនាងឈរមើលពីចំហៀងទាំងក្តៅក្រហាយក្នុងចិត្តហើយគិតថាជាតិនឹងអ្នកបម្រើគុំសង្ឃឹមថានឹងបានលុយពីផ្ទះយើងសំបីមួយរៀលបងស្រីខ្ញុំមានផ្ទៃពោះហើយត្រូវទៅផ្ទះមើលថែកូនសេដ្ឋីជាប្តីប្រពន្ធគ្រាន់តែលឺភ្លាមក៏ភ្ញាក់ហើយអ្នកបម្រើអាយុច្រើនហើយថែមទាំងគ្មានសង្សារទៀតតែអ្នកបម្រើមិនបាននិយាយការពិតទេបែរជាប្រាប់ថាខ្លួនជប់ធ្វើការទាំងកំពុងមានផ្ទៃពោះទាមទារឲ្យពួកគេទាំងពីរផ្ដល់ប្រាក់20,000ជាថ្លៃថែទាំកូនហា20,000ការដែលមីងមកធ្វើការនៅផ្ទះខ្ញុំម៉ាក់ខ្ញុំយល់ថាជាសាច់ញាតិក៏បានបើកប្រាក់ខែឲ្យមីងកន្លះឆ្នាំមុនដើម្បីឲ្យមីងយកទៅសងបំណុលប្តីល្បែងរបស់មីងដែលបានស្លាប់ទៅនោះខែនេះទើបតែធ្វើការបាន2ថ្ងៃប៉ុណ្ណោះបើមីងចង់ទូទាត់បញ្ជីចឹងពួកយើងមកទូទាត់ឲ្យច្បាស់តែម្ដងទៅនាងឯងក្មេងមិនដឹងអីទេប៉ាម៉ាក់នាងនៅមិនទាន់និយាយផងនាងមានសិទ្ធិអីមកទូទាត់ជាមួយខ្ញុំកូនស្រីខ្ញុំនិយាយត្រូវហើយមិនត្រឹមតែប៉ុណ្្នឹងទេការនៅនាងបានលួចយកសម្បុកត្រចៀកកម្មដែលខ្ញុំទិញមកនិងនាឡិកាមានតម្លៃរបស់ប្តីខ្ញុំទៀតយកទៅកប់ចិត្តអូនប្រុសនាងឯងហ្នឹងមីងមិននិយាយថាចង់ឲ្យអូនប្រុសចិញ្ចឹមទេអេចឹងឲ្យអូនប្រុសមីងមកសងលុយទាំងនេះមកនាងក្មេងចង្រៃនាងឯងនិយាយស្អីហ្នឹងផ្ទះយើងមានកាមេរ៉ាសុវត្ថិភាពនាងឯងមានភស្តុតាងអីមកចោទប្រកាន់ផ្ដេសផ្ដាសចឹងប្តឹងប៉ូលីសទៅមានកាមេរ៉ាអត់ចាំប៉ូលីសមកដល់នឹងដឹងហើយហេឯងចង់ធ្វើអីនៅក្នុងផ្ទះខ្ញុំហ៊ានរវីកូនខ្ញុំទៀតអេកុំឲ្យវាជ្រុលពេកណាកូនស្រីខ្ញុំនិយាយខុសត្រង់ណាប៉ាម៉ាក់មិនអីទេបើថ្ងៃនេះពួកឯងហ៊ានប៉ះពួកខ្ញុំចាំប៉ូលីសមកដល់ពួកឯងនឹងថែមទោសមួយកម្រិតទៀតហើយអ្នកបម្រើឃើញថាទាលុយមិនបានក៏សុកចិត្តចុះចាញ់តែមុនទៅក៏បានគំរាមថាពួកគេនឹងស្ដាយក្រោយចំពោះទង្វើថ្ងៃនេះមិនខាននិយាយចប់ក៏ទាញដៃប្អូនប្រុសចេញទៅបាត់នារីនោះសម្លឹងមើលអ្នកទាំងពីរដើរចេញទៅទាំងញឹមក្នុងចិត្តល្ខោនទើបតែចាប់ដើមលេងទេមួយបានកន្លងផុតទៅអ្នកបម្រើប្រកូននឹងនាំប្អូនប្រុសត្រឡប់មកវិញម្ដងទៀតអ្នកទាំងពីរដើរចូលមកក្នុងភូមិគ្រឹះយ៉ាងក្រអឺតក្រទុំចូលមកដល់ក៏បញ្ជាឲ្យគេលើកម្ហូបអាហារឆ្ងាញ់មកពេលអ្នកទាំងពីរកំពុងតែញ៉ាំយ៉ាងឆ្ងាញ់ពិសានាងនិងឪពុកម្ដាយក៏ចុះពីលើផ្ទះមកកាវីនេះគឺជាកូនប្រុសបង្កើតរបស់លោកជាកូនប្រុសតែមួយគត់របស់ត្រកូលលីនហាមិនអាចទេនាងឯងនិយាយស្អីហ្នឹងយ៉ាងម៉េចពួកលោកមិនហ៊ានទទួលស្គាល់ទេថែមទាំងហ៊ានរុញច្រានបងស្រីខ្ញុំទៀតហាហាអើយគ្មានយុទ្ធធម៌ទេឪពុកមិនហ៊ានទទួលស្គាល់កូនហាមានរឿងអីហ្នឹងនិយាយឲ្យច្បាស់មករឿងអីហ្នឹងម៉ាក់ស្ងប់អារម្មណ៍សិនកុំឲ្យភ័យនេះច្បាស់ជាមិនមែនជាកូនរបស់ប៉ាទេម៉ាក់ស្ដាប់ខ្ញុំសិនបងធ្វើរឿងបែបហ្នឹងបានយ៉ាងម៉េចគេចោទប្រកាន់បងទេជំទាវបងមិនបានធ្វើទេច្បាស់ណាស់ថាជារឿងរបស់លោកឯងមានអីមិនអាចទៅលោកឯងជាអ្នកបង្ខំបងស្រីខ្ញុំពួកលោកមិនដឹងទេថាកាលនោះខ្ញុំព្យាយាមប្រកែកយ៉ាងណាក៏ខ្ញុំថាខ្ញុំមិនព្រមដែរតែគាត់នៅតែមកបំពេញខ្ញុំអាប្រុសចង្រៃកុំចេះតែនិយាយផ្ដេសផ្ដាសអញភ័យធ្វើអីខ្ញុំគ្រាន់តែចង់មើលមកកូនបន្តិចនាងថាក្មេងនេះជាកូនប៉ាខ្ញុំមានភស្តុតាងទេមើលមុខក្មេងនេះទៅដូចឪពុកឯងបេដាក់ច្បាស់ណាស់ថាជាកូនរបស់គាត់កូនខ្ញុំកើតមកផ្ទាល់ដៃមិននឹងខ្ញុំមិនដឹងថាជាកូនអ្នកណានេះគឺជាកូនប្រុសតែមួយគត់របស់ត្រកូលលីនត្រូវតែប្រកូលសិទ្ធិគ្រប់គ្រងក្រុមហ៊ុនមកឲ្យកូនប្រុសខ្ញុំបើមិនចឹងទេកុំសង្ឃឹមថានឹងបានសុខកុំមកធ្វើច្រិតពៀលនៅទីនេះមកនេះចាប់ពួកគេបោះចេញទៅក្រៅឲ្យអស់ទៅពួកឯងចង់ធ្វើអីខ្ញុំប្រាប់ពួកឯងឲ្យហើយកូនក្នុងដៃខ្ញុំគឺជាទីយាត្រកូលលីនជាកូនប្រុសតែមួយគត់ពួកឯងហាមប៉ះខ្ញុំដាច់ខាតអ្នកណាហ៊ានប៉ះបងស្រីខ្ញុំវាឲ្យងាប់អូសក្បាលចេញទៅអូសក្បាលពួកវាចេញទៅអាហាយហ៊ានប៉ះម៉ាក់ខ្ញុំអេជំទាវត្រូវតែ
ជឿជាក់លើបងមិនអាចធ្វើរឿងស្មោកគ្រោកបែបនេះទេខ្ញុំជឿជាក់លើបងជាមនុស្សបែបណាខ្ញុំដឹងច្បាស់ជាងគេនឹកស្មានមិនដល់ថានាងហ៊ានធ្វើរឿងថោកទាបបែបនេះកាលនាងមកអង្វរខ្ញុំយល់ថាជាសាច់ញាតិទើបខ្ញុំជួយនាងដោយមិនសង្ឃឹមការតបស្នងយ៉ាងហោចណាស់ក៏គួរចេះដឹងគុណខ្លះតែមើលនាងធ្វើចុះជំទាវនេះមិនមែនជាកំហុសអូនទេប៉ាម៉ាក់និយាយជាមួយមនុស្សបែបនេះគ្មានហេតុផលស្ដាប់គ្នាបានទេត្រូវហើយកូននិយាយត្រូវហើយមានសិទ្ធិមិនខ្លាចភ្លើងប៉ាម៉ាក់មានសិទ្ធិមិនខ្លាចភ្លើងគឺមិនគ្រប់គ្រាន់ទេពួកយើងត្រូវការពុស្តាងអូយសូមបងប្អូនជួយរកយុត្តិធម៌ឲ្យខ្ញុំផងអ្នកទាំងអស់គ្នាខ្ញុំគឺជាប្អូនរបស់លោកស្រីត្រកូលីនដោយសារមកជួយធ្វើការងារផ្ទះទើបមកធ្វើជាអ្នកបម្រើនៅផ្ទះគេប៉ុន្តែបែរជាត្រូវលោកលីនចាប់រំលោភយ៉ាងឃោរឃៅកូននេះគឺជាពុស្តាងស្រាប់មិនត្រឹមត្រូវទេបងស្រីខ្ញុំត្រូវគេធ្វើបាបបែបនេះខ្ញុំជាប្អូនប្រុសបង្កើតខ្ញុំពិតជាមើលនឹងភ្នែកមិនបានទេខ្ញុំសូមអង្វរអ្នកទាំងអស់គ្នាជួយពួកយើងផងគ្មានយុត្តិធម៌ទេគ្រូសាគេដឹងរឿងនេះហើយបែរជាបណ្ដេញខ្ញុំចេញពីផ្ទះត្រកូលីនធ្វើឲ្យខ្ញុំគ្មានកន្លែងស្នាក់នៅពួកគេថែមទាំងឲ្យខ្ញុំសង្លុយទៀតផងព្រះអើយសេដ្ឋីលីនពិតជាមុខក្រាស់និងតណ្ហាក្រាស់មែនសូម្បីតែប្អូនជីដូនមួយប្រពន្ធដែលអាយុច្រើនហើយក៏មិនលើកលែងដែរមិនក៏ពួកឯងនិយាយចឹងប្រុសខ្លះមិនចូលចិត្តក្មេងស្រីទេចូលចិត្តតែប្រភេទនឹងឯងពួកអ្នកមានលេងសាហាវណាស់ខ្ញុំជាមនុស្សស្រីម្នាក់ជួបរឿងបែបនេះតើឲ្យខ្ញុំរស់យ៉ាងម៉េចទៅខ្ញុំត្រូវតែឲ្យគ្រួសារនេះទទួលទោសតាមច្បាប់ជាដាច់ខាតខ្ញុំមិនអាចអិនក្បាលដាក់អំណាចទេមើលមិនដឹងសោះថាលោកលីនជាមនុស្សពាក់ស្បែកមុខជាសត្វត្រឆានបែបនេះស៊ីទាំងអ្នកបម្រើមនុស្សធននេះត្រូវតែដាក់ទោសពួកឯងជឿនេះចឹងអេកុំអើរំភើបពេកនេះប្រកាសជាមិនមែនការពិតទេរត់ទៅម៉ាកុំចេញទៅក្រៅខ្ញុំបានអញ្ជើញពេទ្យមកផ្ទះដើម្បីពិនិត្យណារួចហើយកូននោះប្រកាសជារបស់ប៉ាទេប្រយ័ត្នខ្លួនផងពួកវាចេញមកហើយពួកអាសង្គមងឹតចេញក្បាលមកហ៊ានធ្វើមិនហ៊ានទទួលអាថោកទៀតវាឃ្លាចូលទៅចេញមក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 ព្រះអើយលោកលីងតើលោកពិតជាបានប្រព្រឹត្តអំពើខុសខើលើអ្នកស្រីចៅមែនឬទេលោកលីងតើលោកមានបំណងអ្វីទើបធ្វើបែបនេះដាក់អូនជីដូនមួយរបស់ភរិយាខ្លួនឯងលោកស្រីលីងតើអ្នកស្រីបានដឹងរឿងនេះទេអាម្នាក់នឹងគឺវាតណ្ហាក្រាស់ចាប់រំលោភខ្ញុំពួកអ្នកគិតមើលទៅខ្ញុំអាយុប៉ុណ្ណេះហើយបើមិនមែនដោយសាររឿងនឹងខ្ញុំមិននឹងអាចមានកូនទៅត្រូវឲ្យអ្នកទាំងអស់គ្នាបងស្រីខ្ញុំប្រថុយជីវិតបង្កើតកូនមិនគ្រប់ខែឲ្យចេញមកសូមអ្នកទាំងអស់គ្នាខ្ញុំគ្មានកំហុសទេអ្នកមីងខ្ញុំប្រាប់អ្នកឲ្យហើយមកដល់ពេលនេះហើយនៅមិនព្រមសារភាពទៀតមុខកាសណាស់នាងឯងអ្នកនាងលីងលទ្ធផលពិនិត្យមិនទាន់ចេញមកហើយយកមកឲ្យខ្ញុំកូននេះជារបស់អ្នកណាក៏មិនឲ្យគេรู้ដែរវើចុះអ្នកទាំងអស់គ្នាមើលចុះមកដល់ពេលនេះហើយនៅមិនព្រមទទួលស្គាល់ទៀតខ្ញុំដឹងថាបងជីដូនមួយម្នាក់នេះច្រណែនខ្ញុំគាត់ខ្លាចកូនប្រុសខ្ញុំនឹងដណ្ដើមទ្រព្យសម្បត្តិគ្រួសារនាងឯងនិយាយស្អីហ្នឹងខ្ញុំដឹងថាបងជីដូនមួយវាសនាល្អតាំងពីតូចមកគ្រួសារតាមចិត្តរៀបការក៏បានប្តីល្អឯខ្ញុំវិញវាសនាអាក្រក់ត្រូវបង្ខំចិត្តរៀបការជាមួយអ្នកលក់ថ្នាំញៀនថែមទាំងប្តីងាប់ចោលទៀតខ្ញុំមកធ្វើអ្នកបម្រើនៅផ្ទះគេត្រូវមើលថែគេសពគ្រប់បែបយ៉ាងតែឥឡូវបែរជាធ្លាក់ខ្លួនមកដល់ថ្នាក់នេះហឹកត្រូវហើយពួកអ្នកមើលចុះកុំរំភើបអីអស់ចាណាស់ហេមានលុយចង់ធ្វើបាបអ្នកណាក៏បានហេត្រូវហើយពិតជាគ្មានមនុស្សណាយកខ្លួនឯងមកលេងសាច់នោះថ្ងៃនេះខ្ញុំនឹងលាតត្រដាងមុខមាត់ពិតរបស់ពួកគ្រូសាលាក់ពុតនេះឲ្យពិភពលោកបានដឹងឆាប់ចេញពីកន្លែងនេះទៅពួកអ្នកមានស្តុកស្ដំទាំងនេះមិនសមនឹងមានទ្រព្យសម្បត្តិទេថ្ងៃនេះពួកយើងទាំងអស់គ្នានឹងរកយុត្តិធម៌ម្ដាយកូនមួយគូនេះរកយុត្តិធម៌អាហាយហាមចូលលេងដៃខ្ញុំប្រាប់ពួកឯងថ្ងៃនេះបើកូនប្រុសហ៊ានធ្វើហ៊ានទទួលក្មេងនេះជាកូនលោកឯងត្រូវហើយ
លោកប្តីឈប់សិននេះច្បាស់ជាមិនមែនកូនរបស់ម៉ាក់ខ្ញុំទេខ្ញុំទើបតែទទួលបានលទ្ធផលនៅរវាងសក់ក្មេងនេះនិងប៉ារបស់ខ្ញុំលទ្ធផលបញ្ជាក់ថាក្មេងនេះមិនមែនជាកូនប៉ាខ្ញុំទេថាម៉េចឬមួយក៏បងប្អូនពីរនាក់នេះបោកប្រាស់យើងពិតឬអត់យកមកមើលតិចមើលកុំចេះតែបោកយើងណាសុំមើលបន្តិចមកមើលក្នុងរបាយការណ៍ទៅក្មេងនេះមិនមែនសាច់ឈាមត្រកូលលីនទេមិនទេពួកគេបោកប្រាស់ទេពួកគេបង្កើតរឿងคล้ายៗរបាយការណ៍នេះប្រកាសជាคล้ายៗហើយគ្រូសាត្រកូលលីនមានអំណាចគ្រាន់តែធ្វើលិខិតคล้ายៗមួយមានការអីពិបាកអ្នកនាងស៊ូអ្នកនាងយកអីមកបញ្ជាក់ថាលិខិតនេះជារបស់ពិតក្រដាសមួយសន្លឹកនេះមិនអាចបញ្ជាក់អីបានទេក្រែងលោអ្នកនាងយកឈាមអ្នកផ្សេងទៅពិនិត្យនោះខ្ញុំថាត្រកូលលីនកំពុងតែបោកប្រាស់ពួកយើងហើយអ្នកនាងស៊ូយកលិខិតคล้ายៗមកបោកយើងរបាយការណ៍នេះខ្ញុំមានរក្សាទុកក្មេងនេះមិនមែនជាកូនប៉ាខ្ញុំទេនេះជាការពិតដឹងតាំងពីដំបូងថាពួកឯងនឹងមិនទទួលស្គាល់ទើបពួកយើងបានណាត់គ្រូពេទ្យមកពិនិត្យផ្ទាល់ហើយឥឡូវគាត់បានមកដល់ហើយលោកម្នាក់នេះគឺជាលោកវិជ្ជបណ្ឌិតចឹងដែលពួកយើងបានអញ្ជើញមកគាត់គឺជាគ្រូពេទ្យមកពីស្ថាប័នពិនិត្យណាដ៏ល្បីល្បាញគាត់អាចបញ្ជាក់ដល់អ្នកនេះបានឃើញត្រឹមត្រូវហើយលោកវិជ្ជបណ្ឌិតដឹងពីរឿងរបស់ពួកយើងទើបគាត់ស្ម័គ្រចិត្តមកពិនិត្យឲ្យផ្ទាល់នេះគឺជាបានសម្គាល់គ្រូពេទ្យរបស់ខ្ញុំអ្នកទាំងអស់គ្នាអាចពិនិត្យមើលបានកូនខ្ញុំបង្កើតមកផ្ទាល់ដៃកូនអ្នកណាខ្ញុំមិននឹងមិនដឹងឬមួយខ្ញុំចាំមុខមនុស្សដែលរំលោភខ្ញុំមិនបានហ៊ានពិនិត្យផ្ទាល់ទេមីងឈួតហើយខ្ញុំមិនដែលបានប៉ះពាល់មីងឯងសំបីបន្តិចបើគាត់ពិតជារំលោភមីងមែនហេតុអីបានជាមីងមិនទៅប្តឹងប៉ូលីសអ្នកទាំងអស់គ្នាដឹងស្រាប់ហើយខ្ញុំគ្រាន់តែជាមនុស្សរាស្ត្រសាមញ្ញគ្មានលុយគ្មានចំណេះដឹងខ្ញុំដឹងត្រឹមថាខ្ញុំអាយុប៉ុណ្ណេះហើយក្នុងពោះនេះគឺជាជីវិតមួយតើឲ្យខ្ញុំសម្លាប់កូនដែលនឹងកើតមកទាំងមិនដឹងអីបានយ៉ាងម៉េចត្រូវហើយបងស្រីខ្ញុំគាត់ចិត្តល្អណាស់ពេលរឿងកើតឡើងគាត់ដូចជាបាក់មេឃមកលើដីចឹងគាត់មិនដឹងថាត្រូវធ្វើម៉េចទេពេលដឹងថាមានផ្ទៃពោះគាត់គិតតែម្យ៉ាងគឺត្រូវតែកាត់កូននេះឲ្យបានគាត់មិនបានគិតអីច្រើនជាងនេះទេឲ្យខ្ញុំមើលតិចមើលឥឡូវកូនក៏កើតមកហើយពួកគាត់បែរជាបង្កើតលិខិតคล้ายៗទៀតខ្ញុំធ្វើមិនឈ្នះពួកគាត់ទៅគ្រាន់តែលិខិតបញ្ជាក់អ្នកណាដឹងថាពិតឬคล้ายៗបើកាលនោះទៅប្តឹងប៉ូលីសប្រហែលជាកូននេះត្រូវបានគ្រូសាត្រកូលីនកំចាត់ចោលបាត់ហើយមែនហើយគាត់សម័យមិននឹងហ៊ានតាំងជាមួយត្រកូលីនមានអំណាចនោះមីងនិយាយកុហកមីងដឹងខ្លួនឯងច្បាស់ថាមានផ្ទៃពោះតែមិនប្រាប់ថាជាកូនអ្នកណាពិនិត្យនៅកន្លែងហ្នឹងតែម្ដងទៅឲ្យពេទ្យពិនិត្យទៅពួកយើងនិយាយគ្នាឲ្យច្បាស់សិនបើគ្រូពេទ្យពិនិត្យឃើញថាក្មេងនេះគឺជាកូនប៉ានាងពិតមែនពួកនាងហាមប្រកែកឲ្យសោះណាមិនអីទេហ៎តាមការពិនិត្យកូនរបស់អ្នកស្រីចៅឡាននិងលោកលីនហុងថាវគឺជា